ឥឡូវខ្ញុំបន្តទៅទៀតតុលាការក្រុងភ្នំពេញចោទប្រកាន់ភិក្ខុជាវិធីពីបទញុះញង់ឃើញទេប្រសង់និយាយពីរឿងព្រំដែននិយាយពីអីសកម្មនៅក្នុងកិច្ចការសង្គមចាប់ផ្សឹកយកទៅដាក់គុកឥឡូវចោទប្រកាន់ពីបទញុះញង់មានតែមួយបទហ្នឹងឯងញុះញង់បើអញ្ចឹងគឺតែយើងទៅធ្វើអីគេទៀតអាហ្នឹងឯងដែលនាំគ្នាចង់វិច្ចរត់ពីអគុណសន្តិភាពហ្នឹងគឺអញ្ចឹងនិយាយអីមិនបានប្រព័ន្ធដឹកនាំរដ្ឋគឺពុករលួយខ្ទេចខ្ទីហើយដល់ពេលហើយតាំងប្រឹងស្រែកលោកបណ្ឌិតកែមលីកាលលោកនៅរស់លោកមានប្រសាសន៍ថាវាគ្រាន់តែមិនទាន់ដល់វេនអ្នកតែប៉ុណ្ណោះអ្នកនឹងខ្លាយទៅជាជនរងគ្រោះនៅក្នុងប្រព័ន្ធអយុត្តិធម៌សង្គមនេះដដែលឃើញទេនេះគឺ MMO បាតផ្សារផែនវណ្ណៈនេះគឺជាឧទាហរណ៍មួយហើយយើងនាំគ្នាជេរបតិចអ្នកដែលគេខំឲ្យស្ដារសិទ្ធិមនុស្សជាតបតៃក្រុមប្រឆាំងដែលខំតវ៉ាសជេរគេក្បត់ជាតិវត្តអីដល់យូរអ្នកស្រឡាញ់ជាតិខ្លួនឯងហ្នឹងយូរខ្លាចជាជនរងគ្រោះដែរជួយជាតិស្អីគេម្នាក់ឯងហ្នឹងប្រព័ន្ធពុកលលួយយូររស់នៅកញ្ញាញ់ខួរខ្លួនឯងហ្នឹងឥឡូវតិចទៀតគេខ្លាចជាជនរងគ្រោះដែរព្រោះយើងអំពើឪពុកលលួយអំពើអយុត្តិធម៌សង្គមហ្នឹងវារីករាលដាលដល់ចដាលខ្លួនឯងតែខ្លួនឯងអត់មើលចេះតែនាំគ្នាបិទទៅការពារការដោះសារអីចឹងដល់ពេលឥឡូវវាជន់ពេកទៅវាដល់ខ្លួនឯងហើយចឹងបានស្រេចទៅឈឺប្រសង់ជាវិធីគឺត្រូវបានតុលាការចោទប្រកាន់ឲ្យលោកគង់នៅវត្តបច្ឆានៅខេត្តបាត់ដំបងគេផ្សឹកនៅវត្តពោវាលហើយរឿងនេះសហគមន៍អន្តរជាតិណែអង្គការសង្គមស៊ីវិលឬក៏អ្នកខ្លាំមើលសង្គមអីហ្នឹងគឺគេរកម្មចិត្តគ្រប់គ្នាប៉ុន្តែអត់ទៅថយក្រោយទេរឿងចាប់សុកចិត្តចាប់ច្រឡំកុំឲ្យតែលែងខុសខ្មែរក្រហមធ្វើអញ្ចឹងតែបងប្អូនចាប់ច្រឡំលែងខុសគឺអត់លែងទេតវ៉ាឆាំងប្រឆាំងខ្មោចតវ៉ាខ្មាំងប្រឆាំងខ្មោចនេះគឺជាទ្រឹស្ដីខ្មែរក្រហមងើបមួយវាយមួយហ្នឹងទ្រឹស្ដីខ្មែរក្រហមទេតុលាការក្រុងភ្នំពេញឥឡូវសាលាធរខេត្តបាត់ដំបងឯណោះបដិសេធសំណើសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានអនឡាញម្នាក់អត់រឿងដោះលែងគឺដឹងអត់តែម្ដងសារព័ត៌មានអនឡាញចាប់គ្នាដាក់គុកបើអ្នកជេរបាតផ្សារសវឹងស្រាមួយថ្ងៃវាស់ល្ងាចអត់បញ្ហាអីទាំងអស់ជេរណាជេរទៅព្រឹកនេះគឺសាលាធរខេត្តបាត់ដំបងសម្រាប់បដិសេធសំណើសុំក្រៅឃុំបណ្ដោះអាសន្នលោកហែមវណ្ណាអ្នកសារព័ត៌មានអនឡាញមកពីគេហទំព័រ HVNN TV Online នៅខេត្តបន្ទាយមានជ័យចោទប្រកាន់ពីលើចោទប្រកាន់បទល្មើស2លើរូបលោកតាក់ទងនឹងរាយការណ៍អំពីករណីអំពើហិង្សាក្នុងអគារមួយដែលត្រូវបានជន់សង្ស័យដែលបានគេសង្ស័យថាអគារមានសកម្មភាពឆបោកអនឡាញនិងស្ថិតនៅក្រៅឃើញយើងនិយាយពីរឿងឆបោកអនឡាញទៅរករឿងគេចាប់ដូចលោកហេងសិទ្ធីចឹងនិយាយបកអាក្រាតលោកហ៊ុនតូដែលមានឈ្មោះក្នុងបញ្ជីខ្មែរចាប់លោកហេងសិទ្ធីដាក់គុកបាត់បិទមាត់សាកសីនឹងអត់ស៊ើបអង្កេតអ្នកដែលគេរករឿងចាប់អ្នកដែលផ្លុំកញ្ចែហើយអញ្ចឹងតើប្រទេសយើងកាលបានរីកចម្រើនបាទព័ត៌មានបន្តទៀតគឺតកតងនឹងប្រជាពលរដ្ឋក្រសួងព័ត៌មានសម្រាប់ផ្អាកពិធីជួបជុំប្រចាំឆ្នាំរវាងលោករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយអ្នកកសែតសម្រាប់ឆ្នាំ2026នេះបាទអត់ប្រាក់មូលហេតុអីក្រសួងគាត់ថាផ្អាកប៉ុន្តែមិនដឹងជួបទៅស្អីទេជួបអ្នកកសែតបានប្រយោជន៍ស្អីអ្នកកសែតចឹងឃើញអនឡាញចាប់គ្នាដាក់គុកដោយសារនិយាយរឿងរាយការណ៍រឿងឆោបោកអនឡាញដែលខ្លួនឯងកំពុងកម្ចាត់អនឡាញហ្នឹងគឺទៅចាប់គ្នារាយការណ៍រឿងអនឡាញហ្នឹងថាស្អីស្អីចឹងកុំឲ្យបែករឿងដែរឥឡូវរឿងហ្នឹងយើងកំពុងប្រយុទ្ធប្រឆាំងដូចគ្នាបើគ្នានិយាយពីរឿងហ្នឹងដោះលែងគ្នាទៅលើកទឹកចិត្តឲ្យគ្នាផ្សាយទៅអត់រឿងអ្នករាយការណ៍ព្រំដែនស្អីតាក់តងព្រំដែនដូចប្រសង់វិធីអីចេះចាប់តាគុកដែរតែជួបអ្នកកសែតបានប្រយោជន៍អីបើយើងអត់ផ្ដល់សិទ្ធិសេរីភាពឲ្យសារព័ត៌មានឯករាជ្យអីគេធ្វើអីបានផងយើងមានតែកសែតប្រថាប់ត្រាឬក៏អាចេយធ្លាក់ទឹកហើយហ្នឹងយកមកបង្ហិនតលុយរៀសទៅពិធីភោជនាអាហារឬក៏ស្អីស្អីហ្នឹងបង្ហិនទុកលុយហ្នឹងទៅចែកឲ្យក្រុមជនភៀសឹកឬក៏គ្នាក្រីក្រវិញដូចជាប្រសើរជាងបិទឲ្យរហូតហ្មងទៅកុំបាច់តែបិទឆ្នាំ2026នោះគឺបានប្រយោជន៍អីទេឥឡូវនេះគឺតទៅទៀតគឺក្រសួង3ណែនាំហាមឃាត់ក្រុម MMO ចំពោះការផ្សព្វផ្សាយព័ត៌មានឬក៏មាតិកាព័ត៌មានដែលប៉ះពាល់ដល់តម្លៃស្ត្រីកោកសឹកមកតដោកឆ្អិតតពុះកបីទេក្រសួងវប្បធម៌វិចិត្រសិល្បៈក្រសួងព័ត៌មានក្រសួងកិច្ចការនារីចេញសេចក្តីថ្លែងការណ៍រួមគឺណែនាំឲ្យក្រុមផលិត MMO ហ្នឹងកុំសិចស៊ីលិចលើលិចក្រោមប៉ុន្តែឥឡូវហ្នឹងអាណាធិបតេយ្យពេញទីហើយនៅប្រទេសកម្ពុជា
គឺថតនឹងយកស្ត្រីនឹងបង្ហាញដើមទ្រូងនឹងឬក៏ស្លៀកសាច់ស៊ីជាការល្អហើយដែលសម្ផស្សគាត់នឹងផោផង់ប៉ុន្តែឥឡូវហ្នឹងគឺទៅយកអាសម្រស់យកអារូបសាច់ស៊ីហ្នឹងគឺដើម្បីឲ្យបាន like បាន share តាអីទៅវិញណាវាលែងគិតគំនិតច្នៃប្រឌិតអីដើម្បីផលិតមាតិកាអប់រំណែនាំអីអត់ទេគឺធ្វើឲ្យមនុស្សស្រើបស្រាលដូចថានឹងអាភិបសាច់ស៊ីលេចលើលេចក្រោមជាការល្អឲ្យស្ត្រីមានតម្លៃដូចថាសម្ផស្សផោផង់ស្អាតប៉ុន្តែអាគុណតម្លៃស្ត្រីខ្មែរហ្នឹងវាបាត់អស់ហើយគឺថាម្នាក់គឺអោបថើបគ្នាបឺតមាត់គ្នាអូយដល់ហើយស្រេចតែតំពើចិត្តស្រេចតែចិត្តផ្សាយតាមបណ្ដាញសង្គមដើម្បីបានលុយបានអីហ្នឹងគឺថាធ្វើមិនឲ្យតែអាភិសឲ្យថាវានេះហ្នឹងដើម្បីមិនមែនដើម្បីសិល្បៈទេគឺដើម្បីគេ like share និងចូលចិត្តទៅតាមមនុស្សដែលស្រាប់ស្រាលតាមអារម្មណ៍តាមកំសួលនេះចឹងទៅហើយក្រសួងបដោយស្រេចតែចិត្តចឹងទៅទៅដល់ឥឡូវទឹកជន់បាក់តនុបមកវាចង់យឺតពេលហើយដូច្នេះវាច្រើនរឿងពេកមិនដឹងចាប់អីទុកអីហើយទៅរារាំងត្បិតត្បៀតអីគាត់ចាំមើលគេរករឿងទៀតថាបិទហាមឃាត់សិទ្ធិសេរីភាពសារព័ត៌មានបើអញ្ចឹងវិញសិតតែជូនដំណឹងសូមឲ្យកែសម្រួលប៉ុន្តែបើគេរិះគន់តាមបណ្ដាញសង្គមប្រើរដ្ឋធម្មនុញ្ញសេរីភាពបញ្ចេញមតិវិញគឺចាប់វាយខ្នោះអត់បាច់សួរអីមួយម៉ាត់អត់បាច់ជូនដំណឹងអីទាំងអស់បកស្រាយយឺតដោយកស៊ូចឹងច្បាប់គាត់ខំប្រឹងដែរប៉ុន្តែមើលទៅបងប្អូនដូចខ្ញុំនិយាយចឹងដូចបាច់អង្កាមប្រច្រាស់ខ្យល់ណាបាទឥឡូវក៏ក្រសួង3ហ្នឹងក៏ណែនាំអញ្ចឹងចាំមើលថាបានផលអីទៀតតើអ្នកទាំងអស់នោះគឺនឹងធ្វើអីទៀតព្រោះឥឡូវពុលក្ដួចគ្រប់គ្នាអស់ហើយហ្នឹងចុងក្រោយគឺលោកត្រាំថារដ្ឋាភិបាលគ្មានលុយជួយសេវាសង្គមទេត្បិតត្រូវលៃទុកធ្វើសង្គ្រាមនេះព័ត៌មានបង្អែមលៀងមាត់របស់អាមេរិកចុងក្រោយហ្នឹងដាក់មកពណ៌វ៉ាពេជ្រទៀតជាពិសេសបងប្អូននៅអាមេរិកដែលស្ដាប់ឮសម្ដីលោកត្រាំនេះគឺតលន់បាត់ទៀតហើយព្រោះគាត់ទៅថ្លែងសារប្រាប់ប្រជាពលរដ្ឋនៅលើនៅទូទាំងសហរដ្ឋអាមេរិកកាលពីម្សិលមិញហ្នឹងគឺគាត់ប្រាប់ថាកុំឲ្យរដ្ឋាភិបាលថ្នាក់ជាតិនេះទម្លាក់កញ្ចប់ថវិកាទៅជួយផ្នែកថែទាំកុមារដូចថាមើលក្មេងមន្ទីរថែទាំកុមារដើម្បីឲ្យម៉ែឪបានទៅធ្វើការយកលុយយកអីហ្នឹងឡើយតែជួយថែទាំកុមារអត់អស់លុយអត់អស់អីហ្នឹងរដ្ឋថ្នាក់ជាតិអត់មានលុយទេកុំគិតពីសេវាថែទាំសុខភាពមនុស្សចាស់ដូច Medicare Medical អីដែលឲ្យទៅសេវាសុខភាពអត់បង់ប្រាក់អត់បង់អីហ្នឹងគឺរដ្ឋអត់មានថាថ្នាក់ជាតិអត់មានលុយទេទុកលុយហ្នឹងធ្វើសង្គ្រាមទិញកាភ្លើងទិញអីប្រយុទ្ធការពារជាតិគាត់យកពាក្យការពារជាតិជាធំចុះការពារជាតិក្រែងដើម្បីប្រជាពលរដ្ឋខ្លួនឯងនឹងដែរចុះបើប្រជាពលរដ្ឋអត់មានសេវាសុខភាពអត់មានសេវាមើលថែទាំកុមារដើម្បីឲ្យម៉ែឪបានទៅរកទទួលទានយកលុយមកបង់ពន្ធរដ្ឋតើបានលុយមកពីណាហើយទៅគាត់និយាយថាមិនបាច់ឲ្យថវិកាថ្នាក់ជាតិជួយឲ្យរដ្ឋផ្សេងហ្នឹងគ្រប់រដ្ឋហ្នឹងរកលុយខ្លួនឯងដោះស្រាយខ្លួនឯងទៅឲ្យរដ្ឋផ្សេងហ្នឹងរកដោះស្រាយខ្លួនឯងមិនបើប្រជាពលរដ្ឋដែលបង់ពន្ធរាល់ថ្ងៃហ្នឹងមិនមែនបង់ពន្ធតែសម្រាប់រដ្ឋទេណាបង់ពន្ធមាន2កលៈគឺបង់ពន្ធដើម្បីរដ្ឋហ្នឹងផងបង់ពន្ធដើម្បី Federal Government ថ្នាក់ជាតិហ្នឹងមួយផងទៀតហើយតើពេលលុយថ្នាក់ជាតិហ្នឹងត្រូវទម្លាក់មកឲ្យរដ្ឋហ្នឹងឲ្យបើអញ្ចឹងរដ្ឋាភិបាលឈប់យកពន្ធឲ្យប្រជាពលរដ្ឋបង់ពន្ធតែត្រឹមថ្នាក់រដ្ឋបានហើយកុំបង់ពន្ធដល់ថ្នាក់ជាតិអីទៀតអាហ្នឹងបានវាសមហេតុសមផលតែនេះគាត់អាពន្ធយកពីគេដល់ពេលឲ្យគាត់អត់ឲ្យផ្ដល់សេវាឲ្យទាំងអស់ហ្នឹងគាត់ថាទុកលុយធ្វើសង្គ្រាមបាទខ្ញុំមិនចង់រិះគន់ទេព្រោះគាត់ជាប្រធានាធិបតីរបស់អាមេរិកដែរប៉ុន្តែមែនតើគឺសារបែបនេះគឺជាសារដែលយើងទៅគិតធ្វើសង្គ្រាមតែប្រជាប្រដ្ឋខ្លួនឯងឲ្យគេធ្វើសង្គ្រាមប្រឆាំងនឹងគាត់វិញណាយើងទៅធ្វើសង្គ្រាមប្រឆាំងរដ្ឋដទៃប៉ុន្តែប្រជាជនខ្លួនឯងក្តៅក្រហាយធ្វើសង្គ្រាមប្រឆាំងមេដឹកនាំខ្លួនឯងតើយើងទៅផ្សះផ្សាសន្តិភាពផ្លូវចិត្តជាមួយប្រទេសដទៃរកសុខសន្តិភាពឲ្យគេយ៉ាងដូចម្ដេចទៅបើប្រជាប្រដ្ឋខ្លួនឯងគ្មានសុខសន្តិភាពផ្លូវចិត្តផងហ្នឹងឬក៏គ្មានសេចក្តីសុខផងហ្នឹងបាទយើងតាមដានតទៅទៀតបងប្អូនលោកត្រាំបែបមិនស្រួលបានតែត្រឹមខែ11ឆ្នាំចុងឆ្នាំនេះដឹងនៅពេលដែលគេបោះឆ្នោតពាក់កណ្ដាលអាណត្តិទម្លាក់គាត់ហ្នឹងព្រោះអីអ្វីដែលគាត់ធ្វើហ្នឹងគឺធ្វើឲ្យថ្នាក់ប្រជាពលរដ្ឋកាន់តែច្រើនទៅដែរប៉ុន្តែមិនមែនថាគាត់ធ្វើមិនត្រូវទេគាត់ធ្វើត្រូវច្រើនដែរប៉ុន្តែថ្នាក់ដឹកនាំធ្វើត្រូវឲ្យកម្ពុជាអះអាងថាបានបិទបនលបែង
សំទោសបិទអាកន្លែងមជ្ឈមណ្ឌលឬក៏ទីតាំងដែលឆបបោកអនឡាញហ្នឹងមិនតិចជាង200កន្លែងទេទៅដល់250ទីតាំងឯណោះហើយនៅក្នុងហ្នឹងគឺថ្មីនេះគឺម្សិលមិញរដ្ឋសភាកម្ពុជាអនុម័តច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋបច្ចេកវិទ្យាឬអនឡាញនេះទៀតហើយឥឡូវនេះថ្ងៃនេះគឺបើតាមដឹងគឺរដ្ឋព្រឹទ្ធសភាមានសេចក្តីប្រកាសព័ត៌មានមួយថានឹងគ្រោងរៀបចំយកច្បាប់នេះទៅអនុម័តឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះអង្គការនេះក៏បានរកឃើញថាថ្មីនេះគឺមានថាទីតាំងកាស៊ីណូចំនួន12ទីតាំងបាទអ្វីដែលពួកគាត់រកឃើញនៅក្នុងរបាយការណ៍ហើយកាស៊ីណូទាំង12ទីតាំងហ្នឹងគឺជាបនលបែងដែលធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងការឆបបោកអនឡាញអំពើទរណកម្មការជួញដូរមនុស្សឬក៏អ្វីផ្សេងទៀតដែលអត់ទាន់មានការស៊ើបអង្កេតស៊ីជម្រៅណាមួយបង្ហាញពីដំណាភាពថាតកតងនឹងបនលបែងកាស៊ីណូនេះនិងតកែបនលបែងកាស៊ីណូនេះឬក៏មនុស្សដែលពាក់ព័ន្ធទាំងនោះត្រូវបានគេយកមកផ្ដន់ទោសនៅឡើយទេតែផ្ទុយទៅវិញអ្វីដែលអង្គការលើកលែងទោសអន្តរជាតិនេះរកឃើញថាឥឡូវនេះគឺមានគណៈកម្មការខាងពាណិជ្ជកម្មខាងបនលបែងកាស៊ីណូអីហ្នឹងគឺគេបានដាក់ពាក្យសុំទៅឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យអាគារបនលបែងទាំងអស់នេះបើកដំណើរការឡើងវិញហើយជាលទ្ធផលគឺខាងរដ្ឋាភិបាលបានព្រមព្រៀងឲ្យបើកដំណើរការហើយអ្វីដែលជាការរកម្មចិត្តនោះគឺខាងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ហ្នឹងគាត់ថាអាគារទាំង12កន្លែងនេះគឺជាអាគារដែលមានវិមតិសង្ស័យច្រើនមែនទែនតកតងនឹងការឆបបោកការធ្វើទរណកម្មការអីហ្នឹងដែលពាក់ព័ន្ធនឹងមនុស្សបុគ្គលច្រើនដែលបុគ្គលមួយចំនួនហ្នឹងរងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលជាតិអាមេរិកទៅទៀតហើយម្ចាស់សន្តាគារម្ចាស់សំទោសកាស៊ីណូបនលបែងទាំងអស់នេះគឺអត់ទាន់បានទទួលទោសឬក៏មានការស៊ើបអង្កេតស្រាវជ្រាវណាមួយជាក់លាក់ច្បាស់លាស់ដើម្បីផ្ដន់ទោសអីនៅឡើយស្រាប់តែឥឡូវនេះទៅឲ្យអាជ្ញាប័ណ្ណឬក៏ថាផ្ដល់សិទ្ធិអនុញ្ញាតឲ្យបនលបែងទាំងអស់នេះនៅបន្តបើកដំណើរការតើបនលបែងទាំងអស់នេះមានទីតាំងនៅឯណាអ្នកណាជាតកែបាទនេះគឺអ្វីដែលពួកគាត់រកឃើញគឺនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គាត់គឺតកតងនឹងនេះគឺជាសាររបស់នាយិការបស់អង្គការនេះគឺសហនាយិកាគ្រប់គ្រងតំបន់របស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកគឺអ្នកស្រី Monse Ferrer ដែលគាត់និយាយថារឿងនេះដូចជាវាផ្ទុយគ្នាអំពីអ្វីដែលជាការអនុវត្តជាក់ស្ដែងគាត់សួរជាសំណួរថាតើអាជ្ញាធរកម្ពុជាកំពុងតែធ្វើឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការរំលោភបំពានធ្ងន់ធ្ងរទាំងអស់នេះคล้ายទៅជាក្រុមហ៊ុនស្របច្បាប់តទៅទៀតឬក៏យ៉ាងដូចម្ដេចលោកស្រីបានអំពាវនាវសូមឲ្យរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធបកស្រាយតាក់ទងនឹងរឿងនេះហើយជាពិសេសចង់ឲ្យព្យួរអាជ្ញាប័ណ្ណនៃក្រុមហ៊ុនបនលបែងទាំងអស់នេះតែម្ដងហើយមិនត្រឹមតែព្យួរក្រុមហ៊ុនបនលបែងនឹងទេសូមឲ្យស៊ើបអង្កេតស៊ីជម្រៅមួយទៀតអញ្ចឹងបនលបែងទាំងអស់នេះមានដូចតទៅបាទទី1គឺ Casino Crown នៅក្នុងក្រុងប៉ោយប៉ែតក្រុងបាវិតនិងជ្រៃធំមាន Casino Majestic 2និង Majestic Hotel and Casino បាទនៅក្នុងនោះគឺអតីតប្រធានក្រុមហ៊ុននេះគឺលោកលីគួងយើងដឹងហើយលោកលីគួងដែលជាអង្គការដែលមិនមានឈ្មោះក្នុងបញ្ជីខ្មៅមួយសោះស្រាប់តែត្រូវបានគេចាប់យកទៅឃុំខ្លួនហើយផ្ដន់ឬក៏ថាចោទប្រកាន់អីចឹងនៅក្នុងនេះគឺគេដកតំណែងគាត់ពីខែធ្នូឆ្នាំ2025ត្រូវបានចាប់ខ្លួនមួយខែក្រោយមកឥឡូវនេះគឺតកតងនឹងលោកលីគួងហ្នឹងមួយយើងឃើញមានចំណាត់ការតកតងនឹងឈ្មោះសន្តាគារកាស៊ីណូដែលពាក់ព័ន្ធប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិហ្នឹងក៏បានរកឃើញភស្តុតាងថ្មីទៀតនៃការរំលោភបំពាននៅកាស៊ីណូក្រោននៅឯបាវិតឬដែលដោយសារតែពួកគាត់ទៅសម្ភាសអ្នកដែលរស់រានមានជីវិតរួចពីអាការដែលគេធ្វើទរណកម្មឬឆបោកហ្នឹងមានទាំងប្រជាជនកញ្ញាទៀតផងបាទនេះគឺបន្តទៅទៀតគឺមានតំបន់កាស៊ីណូដូចជា Marinan International Peak Casino Longfeng Huan Casino ឬ Huang ឬ Wang Casino International និង Golden Sea Casino អីជាដើមបាទហើយទីតាំងទាំងអស់នេះគឺអង្គការលើកលែងទោសអន្តរជាតិនេះគឺគាត់
មានប្រព័ន្ធផ្កាយរណបហើយគាត់ផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានដែលគាត់បានស្រាវជ្រាវកាលពីប្រហែលឆ្នាំកន្លងទៅដែលគាត់ចេញរបាយការណ៍ហើយគាត់ថាអាគារទាំងអស់នេះដែលរកឃើញឆបោកផងទារុណកម្មផងការជួញដូរមនុស្សអីលាក់ហ្នឹងគឺសុទ្ធតែនៅក្នុងបរិវេណនៃអាគារកាស៊ីណូទាំង12មាន11ជាកាស៊ីណូចាស់និងមានអាគារកាស៊ីណូថ្មីមួយទៀតដែលគ្រប់12ហ្នឹងតកតទៅនឹងរឿងនេះគឺអ្វីដែលអង្គការលើកលែងទោសអន្តរជាតិនេះលើករកឃើញនេះគាត់ថាមានមន្ទិលច្រើនដោយសារតែបនលបែងកាស៊ីណូនេះគឺមានភាពពាក់ព័ន្ធគ្នាជាមួយនឹងលោកចិនស៊ីទៀតនៅក្នុងករណីជាច្រើនដែលតកតទៅនឹងការឆបោកអីអញ្ចឹងដូច្នេះគាត់នៅតែទាមទារឲ្យមានការស៊ើបអង្កេតស៊ីជម្រៅហើយរកមុខដែលជន់ប្រព្រឹត្តហើយម្ចាស់កាស៊ីណូច្រើនណាស់ដែលតាក់ទងនៅស្រុកខ្មែរនៅក្នុងបញ្ជីខ្មៅមានឈ្មោះកុកអានមានលោកលីយ៉ុងផាត់មានអីទៀតហ៎ដូច្នេះយើងអត់ដឹងថាតើរឿងនេះវាយ៉ាងម៉េចហើយយើងចាំតាមដានតទៅទៀតខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាប្រឹងដែរមិនអត់ប្រឹងទេមួយរយៈពេលកន្លងមកនេះគឺខំប្រឹងធ្វើច្បាប់ខំប្រឹងសំទោសណែបង្ក្រាបឬក៏បិទទីតាំងបនលបែងឬក៏កាស៊ីណូឬក៏កន្លែងឆបបោកអនឡាញអីហ្នឹងមកកណោក៏ដឹកដែរណាប៉ុន្តែឥឡូវអ្វីដែលជាការគួរឲ្យខកចិត្តគឺខាងអង្គការលើកលែងទោសអន្តរជាតិនេះរកឃើញថាអាគារធំក៏ដែលពាក់ព័ន្ធនឹងការឆបបោកនៅកក្រាកនេះវាបែរទៅជាអាចនឹងដំណើរការទៅទៀតបានណាដែលជាការបារម្ភមួយដែលខ្ញុំជឿថាសាររបស់អង្គការលើកលែងទោសអន្តរជាតិនេះគឺធ្វើឲ្យបន្សាបអ្វីដែលរដ្ឋាភិបាលកំពុងធ្វើទៀតហើយគួរឲ្យសោកស្ដាយដែរសហគមន៍អន្តរជាតិកំពុងតែសម្លឹងមើលថាតើរដ្ឋាភិបាលធ្វើសពថ្ងៃហ្នឹងធ្វើត្រូវរឿងឬអត់ឬក៏ធ្វើឲ្យតែបង្ក្រប់កិច្ចឬក៏ឲ្យបានតែមានអីចឹងណាតើការអនុវត្តច្បាប់នេះវានឹងអាចពង្រឹងបានប៉ុណ្ណាប៉ុន្តែខ្ញុំជឿថាបើយើងទៅស្ដីបន្ទោសរដ្ឋាភិបាលតែម្នាក់ឯងក៏មិនត្រូវដែរព្រោះអាប្រព័ន្ធដឹកនាំរដ្ឋនឹងគឺវាចាក់ស្រេះដោយអំពើពុករលួយដោយភាពអសកម្មអីច្រើនដូច្នេះមនុស្សនៅក្នុងជួរដដែលហ្នឹងយើងទៅដោះដូរយ៉ាងម៉េចឥឡូវអានេះគេហៅថាឆ្កែវាយសារ៉ាណាបងប្អូនឆ្កែខ្មៅប្រផ្លាក់ពពាលគ្រប់កន្លែងហើយទៅយើងយកខ្ជូងខ្មៅអីយកមកលាបបិទវាទៅហើយយើងថាអានោះជាឆ្កែខ្មៅសុទ្ធភ្លៀងតាមមេមកគឺនៅប្រផ្លាក់ពេញខ្លួនដោយសារតែរឿងនេះគឺយើងអត់អាចទៅធ្វើអញ្ចឹងដែរឆ្កែខ្មៅតតែយើងប្រកាត់ពូជឆ្កែខ្មៅសុទ្ធពីធម្មជាតិមកគឺយើងរុះរើដោះដូរដើម្បីកែតម្រង់ស៊ីជម្រៅព្រោះឥឡូវមនុស្សដដែលស្ថាប័នដដែលស្អីដដែលទាំងអស់ហ្នឹងតែយើងយកច្បាប់អីយកមកអនុវត្តកម្ពុជាអត់ខ្វះច្បាប់ទេបងប្អូនដូចខ្ញុំបានជម្រាបអញ្ចឹងកម្ពុជាមានច្បាប់ច្រើនណាស់នៅលើโลกនេះគឺកម្ពុជាសម្បូរច្បាប់តែម្ដងគឺគ្រាន់តែយើងអត់អនុវត្តវាឲ្យមានប្រសិទ្ធភាពឬក៏ប្រឹងអនុវត្តដែរប៉ុន្តែវាអនុវត្តអត់បានដោយសារអីតុលាការក៏អត់ឯករាជ្យមន្ត្រីក៏ពុករលួយបកពួកនិយមគ្រប់ស្ថាប័នរដ្ឋមន្ទីរស្អីហ្នឹងស្ថាប័នអំពើពុករលួយហ្នឹងក៏មានបកពួកក្រុមគ្រួសារមកសបុកអីនៅក្នុងហ្នឹងតើឲ្យគាត់ដោះស្រាយយ៉ាងដូចម្ដេចប្រឹងឃើញតែប្រឹងដែរមិនអត់ទេប៉ុន្តែប្រឹងបាច់អង្កាមបច្រាស់ខ្យល់ឬក៏នាំគ្នាចៅទូកបញ្ច្រាស់ទឹកហើយដល់ពេលអញ្ចឹងប្រឹងដាច់ខ្យល់ងាប់គឺវាអត់ទៅមុខទេបន្តិចទៅអស់កម្លាំងគ្រប់គ្នាទូកហ្នឹងធ្លាក់ហូរខ្ចាយទៅក្រោយឬក៏កលាប់បាត់ទៅហើយដូច្នេះរឿងដែលសំខាន់គឺរឿងដើមខ្សែមិនមែនរឿងមានច្បាប់មិនមានច្បាប់នឹងទេព្រោះច្បាប់អីក៏អាចយកមកប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនបានដែរកម្ពុជាមានច្បាប់ច្រើនណាស់ក្រមនីតិវិធីព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌចោះច្បាប់យើងចាប់ប្រជាពលរដ្ឋខ្មែរដាក់គុកអត់ដែលបាត់ម្នាក់សោះនឹងញុះញង់គ្រប់រឿងហ្នឹងតែយើងធ្វើកើតចាហេតុអីបានជាចាំបាច់បង្កើតច្បាប់ចឹងបានថាការបង្កើតច្បាប់នេះមិនមែនជាការខុសឆ្គងទេក៏ប៉ុន្តែជាការស្អំចិត្តសហគមន៍អន្តរជាតិឲ្យជឿថាកម្ពុជាចាត់ការដែរប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងឆ្កែខ្មៅវៃសារ៉ាឆ្កែប្រផ្លាក់ពពាលវៃសារ៉ាឲ្យទៅជាខ្មៅតែភ្លៀងមួយមេមកគឺនៅដដែលវាអត់ទៅជាតតែយើងយកតែឆ្កែខ្មៅមែនតើណាអញ្ចឹងខ្ញុំក៏អសូររដ្ឋាភិបាលដែរខ្ញុំជឿថាមិនប្រឹងទេប៉ុន្តែចេះតែប្រឹងទៅវាប្រឹងអស់កម្លាំងចោលទៅទេហើយប្រឹងដល់ដាច់ខ្យល់ស្លាប់ទៀតក៏នៅតែមិនអាចដោះស្រាយបញ្ហានេះបានឥឡូវនេះនៅពេលដែលអង្គការនេះលើកឡើងដូច្នេះសហគមន៍អន្តរជាតិមានមន្ទិលទៀតហើយដល់ពេលមានមន្ទិលចាំមើលស្ដាប់មន្ត្រីរដ្ឋាភិបាលបកស្រាយតាមពិតអង្គការលើកលែងទោសអន្តរជាតិនេះក៏ថាបានតាក់ទងទៅក្រុមហ៊ុនឬក៏ស្ថាប័នពាក់ព័ន្ធទាំងស្ថាប័ន
អាជីវកម្មកាស៊ីណូស្ថាប័នរដ្ឋាភិបាលកម្ពុជាប៉ុន្តែមកដល់ម៉ោងផ្សាយថ្ងៃទី2ខែមេសានេះអត់ទាន់មានការឆ្លើយតបនៅឡើយទេហើយខ្ញុំជឿថាអញ្ចេះមិនចាំបាច់ឲ្យចាំពួកគាត់ឆ្លើយតបទេខ្ញុំឆ្លើយជំនួសក៏បានដែរចាំមើលបន្តិចទៀតរដ្ឋាភិបាលនឹងចេញសេចក្តីថ្លែងការណ៍ដូចតទៅរបាយការណ៍ដែលលើកឡើងដោយអង្គការលើកលែងទោសអន្តរជាតិនេះគឺជារបាយការណ៍លំទៅក្រមប្រឆាំងខ្វះវិជ្ជាជីវៈចោតប្រកាន់រដ្ឋាភិបាលទាំងបំពេញហើយមិនមើលអំពីអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើទេច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាអនឡាញនឹងឬក៏កំពុងតែធ្វើសភាដុតដៃដុតជើងហើយឥឡូវព្រឹទ្ធសភានឹងអនុម័តបន្តិចទៀតព្រះមហាក្សត្រឡាយព្រះលេខាចូលជាធរមានយើងបានបង្ក្រាបបនលបែងឬក៏ថាការឆប់បោកអនឡាញនេះគឺជាង200កន្លែងគឺ250កន្លែងលាក់នឹងលាក់អីទៅដល់ពេលអញ្ចឹងគឺគាត់នឹងយកអាហ្នឹងមកប្រាប់គេហើយគេតាមពិតដល់ពេលគេស្ដាប់ទៅថារដ្ឋាភិបាលធ្វើដែរតែដូចខ្ញុំនិយាយអញ្ចឹងគឺយើងយកឆ្កែវាយសារ៉ាដល់អញ្ចឹងទៅប្រជាពលរដ្ឋនៅលើពិភពលោកគឺនឹងគិតថាអានឹងជាការដោះសារដដែលវាមិនមានផលអីទេព្រោះអីមិនឃើញចាប់មន្ត្រីណាឥឡូវបានលីគួងបានលោកលីសុងនាំគ្នាបញ្ជូនទៅចិនអស់ហើយចុះខ្មែរខ្លួនឯងនឹងអត់កាត់ទោសគេចាវាអត់ដែលមានច្បាប់នៅស្រុកណាដែលគេយកប្រជាពលរដ្ឋដែលអ្នកដែលមានសញ្ជាតិខ្លួនឯងដកសញ្ជាតិខ្លួនឯងឲ្យបកគលឲ្យរដ្ឋដតីដើម្បីយកទៅកាត់ទោសអ្នកនងឲ្យខ្លួនឯងអត់កាត់ទោសសូម្បីតាជនអន្តោប្រវេសន៍មួយសាមញ្ញចូលដល់ដីថៃយើងទៅដោយខុសច្បាប់ដែលថៃបញ្ជូនយើងមកភ្លាមទេបងប្អូនអត់ទេណាពលករខ្មែរដែលចូលទៅធ្វើចំណាក់ស្រុកទៅថៃខុសច្បាប់ហើយចូលភ្លាមអាជ្ញាធរថៃចាប់វាយខ្នោះដាក់គុកឃុំខ្លួនរាប់ថ្ងៃដើម្បីឲ្យត្រូវច្បាប់ហើយបានដោះមកវិញគេត្រូវកាត់ទោសនៅក្នុងប្រព័ន្ធតុលាការស្រុកគេសិនដើម្បីអីពង្រឹងច្បាប់ស្រុកគេហើយស្រុកយើងចាប់បានលោកនិយាយទៅត្រីផ្ទក់ត្រីឆ្ដោមួយដ៏ធំគិតថាផ្អែមមាត់ទេអត់អាលីងប្រឡែងឲ្យចិនបាត់យើងមកញ៉ាំកពឹសកភ្លៀងទៀតចាប់បានតែកពឹសកភ្លៀងដល់ពេលអញ្ចឹងយើងជារដ្ឋអធិបតេយ្យយើងបង្ហាញឲ្យសហគមន៍អន្តរជាតិថាយើងគ្មានអធិបតេយ្យទេយើងគ្មានតុលាការឯករាជ្យយើងគ្មានប្រព័ន្ធយើងគ្រាន់តែប្រាប់ថាសហការជាមួយចិនសហការអីកំតិចកំចាត់អីចឹងមែនប៉ុន្តែដល់ពេលចាត់ការអត់ចាត់ការខ្លួនឯងបានអញ្ចឹងគេចាប់ផ្ដើមមានមន្ទិលទៀតថាយើងមានខ្លួនអីបានជាយើងមិនចង់កាត់ក្តីអ្នកទាំងអស់នោះក្នុងប្រព័ន្ធតុលាការកម្ពុជាខ្លាចវាដូចសឡកពឹសទុកប្រឡែងឲ្យចិនទៅចិនកាត់ទោសអីប្រហារជីវិតទៅចប់ទៅតែម្ដងប៉ុន្តែខាងនេះនៅសកាដដែលហ្នឹងព្រោះអីយើងជារដ្ឋអធិបតេយ្យអ្នកទាំងអស់នោះសុទ្ធតែមានសញ្ជាតិកម្ពុជាទាំងអស់ហើយទៅចាប់យកទៅបាត់ហើយអ្នកដតីទៀតដែលមានឈ្មោះដូចលោកលីយ៉ុងផាត់លោកកុកអានលោកអីមកកណោក៏ដឹកទៀតអត់ដែលបានស៊ើបអង្កេតលោកហ៊ុនតូអីអត់ដែលបានស៊ើបអង្កេតគិតថាគាត់មិនមានទោសវាជាការពិតហើយគាត់មិនមានការចោទប្រកាន់ប៉ុន្តែគួរតែមានការស៊ើបអង្កេតដើម្បីដាក់ទោសទណ្ឌឬក៏ដើម្បីយ៉ាងហោចណាស់រកយុត្តិធម៌ឲ្យអ្នកទាំងអស់នោះរកយុត្តិធម៌ឲ្យលោកកុកអានរកយុត្តិធម៌ឲ្យលោកលីយ៉ុងផាត់រកយុត្តិធម៌ឲ្យលោកហ៊ុនតូអីអញ្ចឹងទៅឲ្យប្រជាពលរដ្ឋអស់មន្ទិលខ្ញុំជឿថាបើទោះបីរដ្ឋាភិបាលកម្ពុជាស៊ើបតែលោកហ៊ុនតូគ្មានជាប់ពាក់ព័ន្ធលោកលីយ៉ុងផាត់គ្មានជាប់ពាក់ព័ន្ធលោកណាផ្សេងគ្មានការជាប់ពាក់ព័ន្ធក៏គ្មានសហគមន៍អន្តរជាតិណាគេជឿយើងដែរក៏ប៉ុន្តែអានេះបានជាចំណាត់ការមិនមែនជាគ្រាន់តែធ្វើច្បាប់ហើយប្រក្រាបសើទៅមនុស្សរត់ប្រសាចមិនដឹងទៅណាមនុស្សរាប់សែននាក់រត់ប្រសាចពេញទឹកពេញដីហើយឥឡូវហ្នឹងទៅអ្នកទាំងអស់ហ្នឹងទៅណាដូចវែកចកអញ្ចឹងមិនដឹងតិចចាំមើលដល់រឿងស្ងាត់បន្តិចវិលមកវិញចូលធ្វើការដដែលមកអាការបើកបនលបែងអនឡាញនេះមានតែទូរស័ព្ទមួយគ្រឿងមានអ៊ីនធឺណិតនិងកុំព្យូទ័រមួយគ្រឿងទៅទៀតដែរនៅកណាព្រៃស្រោងណាក៏ធ្វើបានដែរបាទឥឡូវនេះគឺយើងបងប្អូនបន្តទៅទៀតយើងនាំគ្នាទៅចេះតែរកម្មចិត្តប៉ុន្តែបងប្អូនខ្មែរយើងកំពុងតែសបាយក្អាកក្អាយជាពិសេសបងប្អូនជនភៀសសឹកយើងនៅមូលដ្ឋានដែលកំពុងតែកើតទុកក្រៀមក្រំឥឡូវរដ្ឋាភិបាលបានរកវិធីស្អំចិត្តរបស់ពួកគាត់ឃើញគឺឲ្យរំសបាយបុណ្យចូលឆ្នាំថ្មីដែលគេយកទៅដាក់ដល់កន្លែងជំរុំជនភៀសសឹកណាតែម្ដងសបាយក្អាកក្អាយរំឡកឡំថនអីជាមួយនឹងលោកហ៊ុនម៉ាណីនិងមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មលោកទឹកឌីណាឬក៏កូនរបស់លោកសុកកុកសុកអានឬក៏ស្អីហ្នឹងគឺអូយសបាយណាស់ហើយអភិបាលរងខេត្តឧត្តរមានជ័យបន្ទាយមានជ័យអីណាហ្នឹងគឺថាសបាយគ្រប់កន្លែងតកតងនឹងជំរំភៀសខ្លួនភៀសសឹកហ្នឹង
ប៉ុន្តែយើងពេលដែលខ្មែរអាឡ័យនាំគ្នារំលេងសប្បាយមកអស់ដៃថៃបន្តចុះវាស់ដីនៅភូមិជោគជ័យចែកឲ្យប្រជាពលរដ្ឋខ្លួនទៀតថ្ងៃនេះយើងឃើញអាញាធរថៃគឺយកប្រជាពលរដ្ឋពីភូមិព្រៃច័ន្ទទៅមើលដីនៅភូមិជោគជ័យហើយចាប់ផ្ដើមវាស់វែងដើម្បីប្រគល់ដីឲ្យកម្មសិទ្ធិគ្រប់គ្រងធ្វើរហូតថៃធ្វើរហូតខ្មែរបបួលឲ្យវាស់ដីដើម្បីចែកឲ្យខ្មែរគណៈកម្មការហ្នឹងថាចាំរដ្ឋាភិបាលថៃបង្កើតឥឡូវរដ្ឋាភិបាលថៃបង្កើតមានគណៈរដ្ឋមន្ត្រីមានអីហើយបែរជាមិនបានមកជួយវាស់ឲ្យខ្មែរវិញប្រឹងតែវាស់ដីឲ្យថៃហើយយើងនៅតែថ្ងៃណាក៏យើងនឹងតស៊ូតវ៉ានឹងទាមទារដីនឹងឲ្យខាងតែបានតាមប្រព័ន្ធការទូតតាមច្បាប់អន្តរជាតិថាអត់ដាក់ប្តឹងទៅតុលាការអន្តរជាតិគេយកដីគេវាស់គេវែងរាល់ថ្ងៃចែកតែគ្នាគេហើយតែយើងនឹងនៅតែគិតថាទាបានមកវិញហើយខ្ញុំនៅតែគិតថាដីខ្មែរទាំងអស់នេះនឹងបាត់ជាស្ថាពរគ្មានថ្ងៃទាគេវិញបានទេបើធ្វើដោយអស់លោកធ្វើរាល់ថ្ងៃហ្នឹងបើអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេស្អំចិត្តប្រជាពលរដ្ឋប៉ុណ្ណាក៏ដីនឹងអត់បានវិញដែរដីនឹងដឹងអាបាត់ដែរខ្ញុំហ៊ានភ្នាល់ដាក់អីក៏ហ៊ានដែរបើអត់ប្តឹងទេព្រោះថៃគឺគេចាប់ផ្ដើមសម្រុកអញ្ចឹងឃើញគេប្រាប់យើងមកថាគេអត់មានមកឲ្យយើងទេគឺគេគ្រប់គ្រងហើយគឺគេវាស់វែងដីឲ្យទៀតឲ្យប្រជាពលរដ្ឋគេនេះតាមរយៈបណ្ដាញសង្គមរបស់កងទ័ពថៃឈ្មោះ Royal Thai Army ហ្នឹងគឺផ្សាយថ្ងៃ2ហ្នឹងខែមេសាហ្នឹងគឺឃើញទាហានថៃកំពុងចុះទៅវាស់វែងដីស្រែចម្ការដែលថៃគេថាដីហ្នឹងមានទំហំ2700 រ៉ៃបើយើងគិតទៅវាប្រហែលជាជាង430ហិកតាដើម្បីយកឲ្យអ្នកភូមិនៅព្រៃច័ន្ទហ្នឹងទៅយកនៅណាទៅយកនៅភូមិជោគជ័យយកអ្នកភូមិព្រៃច័ន្ទទៅឲ្យប្លង់កម្មសិទ្ធិនៅក្នុងទឹកដីភូមិជោគជ័យដែលជាដីខ្មែរក៏គេទាហានថៃគេចូលទៅបានគេប្រាប់ប្រជាពលរដ្ឋគេថាឥឡូវគេអាចដើរលុកគ្រប់កន្លែងបានហើយនៅតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទព្រោះអីគេរាវមីនអស់ 100% ហើយតំបន់ហ្នឹងគេរាវខ្លួនគេកាលមុនឲ្យខ្មែរយើងជួយរាវឥឡូវអត់បាច់ចាំខ្មែរអីព្រួយដីហ្នឹងគឺយើងអនុញ្ញាតឲ្យគេនៅណានៅហ្នឹងគេរាវឡើងខ្ទេចរបស់គេហើយចែកដីឲ្យប្រជាពលរដ្ឋថៃទៀតបាទអញ្ចឹងគេអស់ហើយគេប្រាប់ថាដល់រដូវវស្សាចូលមកដល់គឺគេត្រៀមខ្លួនដាំដំណាំភោគផលកសិផលអីហ្នឹងនៅក្នុងលើដីហ្នឹងចែកទៅកម្មសិទ្ធិចឹងចាក់ស្ដែងបាទឈឺចាប់ទេបងប្អូននាំគ្នាសប្បាយមែនតែនទៀតយើងឈឺចាប់ហើយយើងនៅតែតវ៉ាអូណានៃទៀតកុំប្តឹងគេតវ៉ាអូដាច់ខ្យល់ស្លាប់មើល900 ដង 800 ដងហើយនៅតែតវ៉ានឹងរហូតទៅកុំបាច់ប្តឹងអស់តែពីហ្នឹងថ្ងៃនេះក៏យើងឃើញមានព័ត៌មានយ៉ាងកក្រើកដែរតាមពិតទាហានថៃថ្មើរជើងដកចេញយ៉ាងសន្ធឹកពីព្រំដែនបងប្អូនប្រហែលជាធូរចិត្តទៅថាអូគេចាប់ផ្ដើមដកអើយគេថយអីមិនអញ្ចឹងហ៎ចាប់ពីថ្ងៃទី31ខែមីនាមកទាហានថៃនៅព្រំដែនដែលជាទាហានថ្មើរជើងគឺដកទ្រង់ទ្រាយធំតែម្ដងនេះតាមសារព័ត៌មានថៃនិងមជ្ឈមណ្ឌលកណ្ដាលរបស់យោធាថៃផ្សព្វផ្សាយឲ្យកក្រើកមានផ្សាយតាមទូរទស្សន៍តាមវិទ្យុតាមអីហ្នឹងរូបភាពតាម Facebook ហ្នឹងក៏ឃើញទាហានថៃត្រូវបានប្រជាពលរដ្ឋថៃក្រុមគ្រួសារពាក់កម្រងផ្កាអបអរសាទរដើម្បីវិលចូលមាតុភូមិទៅវិលចូលលំនៅឋានវិញដោយសារតែច្បាំងជាមួយខ្មែរអស់រយៈពេលជាង3ខែហើយឥឡូវនេះថៃគេថាគេដកទាហានថ្មើរជើងចេញពីតំបន់ទាំងនេះដោយសារតែអីគឺដោយសារតែគេថាបានជ័យជំនះលើដីខ្មែរនឹងដែលធ្វើឲ្យដីដែលថៃទៀមទាតវ៉ាយូរហើយណាឥឡូវបានជាកម្មសិទ្ធិរបស់គេដោយស្របច្បាប់ហើយដាក់នៅក្នុងផែនទីថៃដើម្បីបញ្ជាក់ថាដីនឹងដីថៃហើយដូច្នេះឥឡូវដោយសារតំបន់នោះមានភាពស្បើយលែងមានហានិភ័យអីដល់ប្រជាពលរដ្ឋនិងទាហានថៃហើយអញ្ចឹងគេដកទាហានថ្មើរជើងទៅសិនទុកតែទាហានល្បាតព្រំដែនបាទដកទ្រង់ទ្រាយធំឲ្យដកចេញពីតំបន់ព្រះវិហារដូចមានអានសេះភ្នំ500ភ្នំ677អីហ្នឹងគេដកច្រើននៅឯដល់មានជ័យដូចតាកបីតាមន់ធំនិងភ្នំ350អីហ្នឹងក៏គេដកទាហានថ្មើរជើងគេចេញទៅវិញច្រើនដែរប្រទាយមានជ័យនិងពោធិ៍សាត់ក៏គេដកដែរទីតាំងផ្សេងហ្នឹងគឺកក្រឹកកក្រែងប៉ុន្តែគេទុកកម្លាំងគេនៅទប់ការពារហើយគេថាអញ្ចេះទៀតគេប្រើពាក្យថា
ការដកទីតាំងចេញទៅនេះគឺដោយសារតែគេច្បាស់ក្នុងចិត្តទៀតថាទឹកដីដែលគេវាយបានដណ្ដើមពីខ្មែរនៅក្នុងពេលសង្គ្រាមនេះគឺមានកិច្ចព្រមព្រៀងគ្នាមួយឲ្យគេទទួលបានដីនឹងដោយស្របច្បាប់គ្រប់គ្រងដោយស្របច្បាប់តាំងពីថ្ងៃទី27ខែធ្នូឆ្នាំ2025ឃើញគេយកហេតុផលថាជ័យជំនះរបស់គេបានដោយស្របច្បាប់ទៀតដោយសារមានកិច្ចព្រមព្រៀងបត់ឈប់បាញ់ហើយយើងទៅទាគេមិនឥឡូវបើយើងឈប់បាញ់ព្រមសញ្ញេដីនឹងឲ្យគេគ្រប់គ្រងទៅហើយហ្នឹងនេះអានេះដែលប្រជាប្រដ្ឋនិយាយថាកាត់ដីឲ្យថៃឲ្យយើងទៅចាប់គេដាក់គុកវាអត់មានខុសអីនឹងកាត់ដីមិនកាត់ដីអីទេព្រោះរឿងយើងសញ្ញេឲ្យគេគ្រប់គ្រងនៅកន្លែងណាបានន័យថាគេមានសិទ្ធិគ្រប់គ្រងនៅកន្លែងហ្នឹងអភិវឌ្ឍនៅកន្លែងហ្នឹងចែកដីនៅកន្លែងហ្នឹងយើងទៅធ្វើអីគេអត់បានអញ្ចឹងបានថាបើប្រាយន្តការដដែលហ្នឹងគឺយើងតវ៉ាគេអត់បានទេតតែយើងទៅដឹងទៅដល់តុលាការយុត្តិធម៌អន្តរជាតិអំពីការបកស្រាយព្រំដែននឹងឡើងវិញតើព្រំដែនហ្នឹងប្រើຂະຫນາດផែនទីលើ1-200,000ឬ150,000អត់ត្រូវការប្តឹងអីថ្មីក៏បានដែរប្តឹងសុំតែសាលដីកានៃការបកស្រាយដែលធ្វើឲ្យថៃបកស្រាយ1-50,000បានយកដីខ្មែរអស់ហើយយើងបកស្រាយលើ1-200,000ដែលជាប្លង់រឹងដាក់នៅតុលាការយុត្តិធម៌អន្តរជាតិនឹងទៅទៀតដែលជាសន្ធិសញ្ញាបារាំងសៀមយើងចេះតែគិតថាយើងនៅតែតវ៉ាយើងនៅតែទៀមទាយើងនៅតែប្រើយន្តការដែលមានស្រាប់ហើយនឹងអនុវត្តការទៀមទាទឹកដីយើងតាមយន្តការសន្ធិសញ្ញាច្បាប់អន្តរជាតិដែលមានវាពិតហើយយើងមានប្លង់រឹងមែនហើយប៉ុន្តែយើងអត់បានប្តឹងគេយើងនៅតែយកតាយើងនឹង